សកកម្មទឹកខេត្តក្រចេះនាចុងសប្តាហ៍របស់ខ្ញុំចង់ដឹងថាតើដំណើរបេសកកម្មទឹកខេត្តក្រចេះលើកនេះនឹងមានអ្វីខ្លះតោះទៅតាមដានទាំងអស់គ្នានៅពេលដែលខ្ញុំមើលទៅទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅតាមដងផ្លូវខ្ញុំដឹងថាបេសកកម្មមួយនេះពិតជាមានអត្ថន័យណាស់សម្រាប់ខ្ញុំបន្ទាប់ពីអាហារពេលព្រឹករួចយើងក៏បានមកដល់ទីតាំងនៅវត្តវេលវ័នហៅវត្តព្រៃសាមានហើយបេសកកម្មលើកនេះគឺយើងមកផ្ដិតយករូបភាពនៃពិធីបញ្ចុះខណ្ឌសីមាពុទ្ធិពិសេសនិងឆ្លងសមិទ្ធផលនានានៅវត្តវេលវ័នហៅវត្តព្រៃសាមានដែលស្ថិតនៅស្រុកឆ្លូងខេត្តក្រចេះបន្ទាប់ពីបញ្ចប់ការងាររបស់យើងក៏ដល់ម៉ោងអាហារថ្ងៃត្រង់ចូលមកដល់ការសើចសប្បាយលាយឡំជាមួយនឹងការនឿយហត់របស់យើងក៏បានបាត់បន្តិចម្ដងបន្តិចម្ដងទស្សនវិជ្ជាម្ដងផ្លូវដ៏ស្រស់ស្អាតនិងអាហារឆ្ងាញ់ជាមួយនឹងក្រុមការងារវាគឺជាពេលវេលាដ៏មានន័យ